ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកវិមានក្រឹមឡើងបង្ហើបពីការបញ្ជូនមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកថ្មីទៅកាន់ប្រទេសវេណេស៊ុយអេឡា По итогам российско-венесуэльских переговоров на высшем уровне президент Российской Федерации Владимир Владимирович Путин и президент Боливарианской республики Венесуэла Николас Мадуро Моро ប្រភពពី Defense News ថ្ងៃទី 5 ខែវិច្ឆិកាឆ្នាំ 2025 អ្នកឃោសនាយោធានិងអ្នកតាក់តែងច្បាប់រុស្ស៊ីកំពុងអំពាវនាវឲ្យទីក្រុងមូស្គូផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកវាយប្រហារមួយចំនួនធំដល់ប្រទេសវេណេស៊ុយអេឡា សំណើនេះបានលេចឡើងនៅក្នុង Reball ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំគាំទ្រយោធានិងមានឥទ្ធិពលបំផុតមួយរបស់រុស្ស៊ីដែលបានជំរុញឲ្យមានការផ្ទេរយន្តហោះគ្មានមនុស្សបើក FPV របស់រុស្ស៊ីមួយចំនួនធំជាមួយនឹងឧបករណ៍ដើម្បីពង្រឹងការការពាររបស់ប្រទេសវេណេស៊ុយអេឡានិងទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន អត្ថបទរបស់ Reball បានអះអាងថាការនេះនឹងធ្វើឲ្យវាអាចធ្វើទៅបានក្នុងតម្លៃទាបដើម្បីគ្របដណ្ដប់ឆ្នេរសមុទ្រពីការចុះចតដែលអាចកើតមានរបស់សហរដ្ឋអាមេរិកជាពិសេសប្រសិនបើទីតាំងត្រូវបានចុះចតនៅលើកោះនិងប្រជុំកោះ Reball បានអះអាងថាយន្តហោះគ្មានមនុស្សបើកដែលមានចម្ងាយប្រតិបត្តិការប្រហែល 40 គីឡូម៉ែត្រអាចធ្វើឲ្យស្មុគស្មាញយ៉ាងខ្លាំងដល់ការប្រើប្រាស់យានចុះចតនិងនាវាផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកដោយបន្ថែមថាសម្រាប់ប្រតិបត្តិការពួកវាជាគោលដៅដ៏ងាយស្រួលវាយប្រហារ អត្ថបទនេះបានបញ្ជាក់បន្ថែមទៀតថាទោះបីជាកប៉ាល់អាមេរិកទៅដល់ច្រាំងក៏ដោយពួកវានឹងនៅតែងាយរងគ្រោះរវាងទីក្រុងការ៉ាកាសនិងសមុទ្រមានជួរភ្នំកម្ពស់ 3 គីឡូម៉ែត្រដែលយន្តហោះគ្មានមនុស្សបើកអាចទម្លាក់គ្រាប់ទៅលើនាវា LCAC របស់សហរដ្ឋអាមេរិកដែលផលិតពីលោហៈធាតុស្រាលដែលឆេះបាន Reball បានបន្ថែមថាវិធីសាស្ត្រដូចគ្នានេះអាចត្រូវបានប្រើប្រឆាំងនឹងកន្លែងចុះចតឧទ្ធម្ភាគចក្រប្រសិនបើសហរដ្ឋអាមេរិករៀបចំពួកវាដើម្បីផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួនតាមផ្លូវអាកាសដែលធ្វើឲ្យប៉ះពាល់ដល់ភស្តុភាររបស់អាមេរិកក្នុងអំឡុងពេលប្រតិបត្តិការចុះចតលើគោកណាមួយ Reball បានស្នើថាយន្តហោះគ្មានមនុស្សបើក FPV គឺជាជម្រើសដ៏ល្អសម្រាប់ប្រទេសវេណេស៊ុយអេឡាសម្រាប់ហេតុផលយោធានិងសេដ្ឋកិច្ចសមហេតុផល អត្ថបទនេះបានរីបញ្ជីគុណសម្បត្តិដូចជាការលាក់បាំងការចល័តនិងតម្លៃទាបដោយអះអាងថាប្រតិបត្តិការអាចលាក់បាំងទីតាំងរបស់ពួកវាបានយ៉ាងងាយស្រួលមិនដូចប្រព័ន្ធមីស៊ីលឆ្នេរសមុទ្រទេហើយថាអង្គភាព IPV អាចត្រូវបានដាក់ពង្រាយទៅកាន់កោះដាច់ស្រយាលបំផុតដោយឧទ្ធម្ភាគចក្រឬទូក Reball បាននិយាយថាយន្តហោះគ្មានមនុស្សបើកត្រូវបានផលិតរាប់ពាន់និងអាចផ្ទុកបានទាំងអស់នៅក្នុងយន្តហោះដឹកទំនិញមួយ អត្ថបទនេះបាននិយាយថាប្រព័ន្ធនីមួយៗមានតម្លៃប្រហែល $1,000 ប្រហែលតម្លៃកាំភ្លើងវាយប្រហារមួយដើម ក្នុងពេលជាមួយគ្នានេះអនុប្រធានទី1នៃគណៈកម្មាធិការការពារជាតិសភាឌូម៉ាលោក Alexei Zuravlev បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថាទីក្រុងមូស្គូកំពុងផ្គត់ផ្គង់អាវុធដល់ប្រទេសវេណេស៊ុយអេឡារួចហើយមិនបានច្រានចោលការផ្ទេរប្រព័ន្ធទំនើបនោះទេលោកបានមានប្រសាសន៍ថាខ្ញុំមិនឃើញមានឧបសគ្គណាមួយក្នុងការផ្គត់ផ្គង់ប្រទេសជាមិត្តរបស់យើងជាមួយនឹងការអភិវឌ្ឍថ្មីៗដូចជាប្រព័ន្ធ Oreshnik ឬ RS-25 មួយនោះទេលោក Zuravlev បានពិពណ៌នាអំពីប្រទេសរុស្ស៊ីថាជាដៃគូបច្ចេកទេសយោធាដ៏សំខាន់របស់វេណេស៊ុយអេឡាដោយអះអាងថាទីក្រុងមូស្គូផ្ដល់អាវុធស្ទើរតែគ្រប់ប្រភេទចាប់ពីអាវុធតូចៗរហូតដល់យន្តហោះលោកបានបន្ថែមថាបរិមាណនិងប្រភេទនៃការដឹកជញ្ជូនគឺជាការសម្ងាត់ដោយព្រមានថាអាមេរិកអាចនឹងភ្ញាក់ផ្អើលលោក Zuravlev ក៏បាននិយាយផងដែរថាយន្តហោះចម្បាំង Su-30 Mk2 របស់រុស្ស៊ីបង្កើតបានជាឆ្អឹងខ្នងនៃកងទ័ពអាកាសវេណេស៊ុយអេឡាហើយទីក្រុងមូស្គូបានផ្គត់ផ្គង់ប្រទេសនេះជាមួយនឹងប្រព័ន្ធការពារដែនអាកាស Pansir F1 និង Buk MPE ការតស៊ូមតិដោយបើកចំហនេះក្នុងការបំពាក់អាវុធដល់ប្រទេសវេណេស៊ុយអេឡាជាមួយនឹងយន្តហោះគ្មានមនុស្សបើកវាយប្រហារបញ្ជាក់ពីចេតនារបស់រុស្ស៊ីក្នុងការពង្រីកជំហរយុទ្ធសាស្ត្ររបស់ខ្លួននៅអាមេរិកឡាទីនដែលអាចជាការសាកល្បងនឹងការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅអត្តគោលខាងលិចខណៈពេលដែលយន្តហោះដ្រូន FPV មិនអាចជំនួសប្រព័ន្ធការពារដែនអាកាសទំនើបឬទ្រព្យសម្បត្តិទ័ពជើងទឹកបានទេការប្រើប្រាស់ទ្រង់ទ្រីធំរបស់ពួកវាអាចបង្អាក់ប្រតិបត្តិការតាមឆ្នេរសមុទ្ររារាំងផ្លូវដឹកជញ្ជូនភស្តុភារនិងផ្ដល់នូវការទប់ស្កាត់ដែលមានតម្លៃទាបចំពោះកងកម្លាំងនិងអ្នកតាក់តែងគោលនយោបាយរបស់សហរដ្ឋអាមេរិកសារនេះគឺច្បាស់ណាស់គូប្រជែងកំពុងរៀនប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្មដើម្បីទូទាត់សងអត្ថប្រយោជន៍របស់អាមេរិក
ការរីករាលដាលដែលអាចកើតមាននៃប្រព័ន្ធទាំងនេះនៅក្នុងតំបន់ការ៉ាអ៊ីបបានគូសបញ្ជាក់អំពីនិន្នាការរីកចម្រើនមួយដែលយន្តហោះដ្រូនដែលមានតម្លៃថោកក្លាយជាឧបករណ៍នៃឥទ្ធិពលកម្រិតរដ្ឋដែលមានសមត្ថភាពក្នុងការផ្លាស់ប្តូរថាមវន្តអំណាចក្នុងតំបន់ដោយមានការវិនិយោគតិចតួចប៉ុន្តែមានផលប៉ះពាល់យុទ្ធសាស្ត្រយ៉ាងធំធេង។